នេះជាថ្ងៃទី1ដែលខ្ញុំបានមកដល់ទីក្រុងហូជីមិញហើយព្រឹកមិញខ្ញុំចេញពីទីកម្មជាតិរបស់យើងនៅម៉ោង7ព្រឹកអញ្ចឹងមកដល់ទីនេះឥឡូវហ្នឹងគឺម៉ោង12កន្លះថ្ងៃត្រង់ឥឡូវខ្ញុំកំពុងតែដើរទៅរកបងដែលជាក្រុមការងារហើយយើងទៅរកគាត់ទាំងអស់គ្នាអញ្ចឹង schedule ថ្ងៃនេះគឺអត់មានអីទេគ្រាន់តែយើងជួបគ្នានៅក្នុងទីក្រុងហូជីមិញហើយយើងនឹងធ្វើដំណើរទៅរកកន្លែងសម្រាកសិនហើយបន្ទាប់ពី check in បន្ទប់រួចរាល់ហើយទើបយើងធ្វើដំណើរទៅជួបគ្នាហើយញ៉ាំអាហារពេលល្ងាចសួស្តីបងវីដេអូហ្នឹងមាននិយាយអត់មាននិយាយទៅបងមកយើងអីគេថាវាអត់តនេះអត់ទេអត់និយាយបើខ្ញុំនិយាយស្មីខ្ញុំឆ្លើយឆ្លើយមកបាទបងសុកលៀបថ្ងៃហ្នឹងគាត់មកយឺតដោយសារតែគាត់ព្រឹកមិញហ្នឹងឡានចេញចោលបងប្អូនអូខេឥឡូវខ្ញុំបានមកដល់បន្ទប់ដែលខ្ញុំត្រូវសម្រាកហើយអញ្ចឹងនេះគឺជា corridor ហើយជាន់ដែលខ្ញុំនៅនេះគឺជាន់ទី2អញ្ចឹងចាំមើលខ្ញុំនឹងនិយាយខ្លះៗអំពីបន្ទប់ដែលខ្ញុំនៅឥឡូវនេះខ្ញុំមកដល់កន្លែងគេងហើយនេះខាងក្នុងនេះគេហៅបើនិយាយចំវារបៀបដូចជា FB&B បើយើងមើលមកបន្តិចណាហើយបើយើងនិយាយអំពីដើមឡើយនៃបន្ទប់នេះបើខ្ញុំគិតខ្ញុំគិតថាពីមុនគឺជា condo ដែលគេធ្វើឲ្យលក់ក៏ប៉ុន្តែប្រហែលជាសេដ្ឋកិច្ចអត់សូវល្អអញ្ចឹងទៅcondo ទាំងអស់ហ្នឹងគឺអត់មានអ្នកទិញណាអញ្ចឹងក៏មានខាងឯកជនឬមួយក៏មានខាងដែលគេជាអ្នកបម្រើសេវាកម្មទេសចរឬក៏ផ្ទះសំណាក់ស្ថានភាពហ្នឹងគេជួល unit ខ្លះដើម្បីធ្វើជាកន្លែងដែលអាចឲ្យយើងបាទស្នាក់អាស្រ័យនៅពេលដែលយើងមកលេងអញ្ចឹងណាអញ្ចឹងសម្រាប់នេះបើខ្ញុំមើល concept គឺជាប្រភេទ one bedroom ណា one bedroom អញ្ចឹងនៅក្នុងនេះគឺមានទាំងអស់មានតាំងពីកន្លែងចម្អិនអាហារមានអីចឹងទៅណាមានគេមានតាំងពី induction ឲ្យយើងហើយmicrowave ហ្នឹងកន្លែងក្តៅសាច់ក្តៅម្ហូបអីហ្នឹងណាអានេះ hood hood បាទហើយនៅក្នុងទូខ្ញុំបើកមើលវិញខ្ញុំឃើញមានចានមានអី spare យើងច្រើនដែរអញ្ចឹងបើសិនយើងមកលេងឯឧទាហរណ៍ថាមកឲ្យមិនបាច់ចាំញ៉ៃញ៉ៃដាក់មក swing support គឺមានស្រាប់ហ្មងគេមានទឹកឲ្យយើងដែរទឹកមកពីណាទេគ្រាន់ថាជាកំណត់ខ្ញុំកុំញ៉ាំអីបើមកលេងយើងចុះទៅទិញទឹកឬក៏ញ៉ាំទឹករបស់យើងយកមកបើខ្ញុំមានទឹករបស់ខ្ញុំទូទឹកកកបាទធំល្អទលាយហើយអានេះគឺកន្លែងញ៉ាំបាយ living TV បាទអង្គុយមើលទូបន្ទប់ទឹកស្អាតបើគេអីទេទូយកបានហើយនេះបន្ទប់គេងធំបាទធំទលាយបន្ទប់ប៉ុណ្នេះខ្ញុំគិតថាមិនទូចឬក៏មិនធំដែរហើយបើសិនជាយើងមកលក្ខណៈគ្រួសារខ្ញុំគិតថាប៉ុណ្ណេះគឺយើងអាចនៅបានស្រួលកូន2នាក់ប្តីប្រពន្ធក៏អត់អីដែរបាទគឺទលាយល្អតាគេរៀបចំ function គេមកមួយយ៉ាងដែរបាទសាមញ្ញតែវាមើលទៅមិនជាសាមញ្ញណាស់ណាបាទទូឲ្យត្រូវដាក់លើជាដាក់លើជាងអញ្ចឹងទៅបាទអញ្ចឹងអត់មានអីទេហើយនេះកន្លែងញ៉ាំបាយខាងក្រៅនេះស្អាតគេធ្វើស្អាតគេ flow គេស្អាតណាយើងមើលពីខាងនេះឃើញចេះហើយបើយើងទៅមើលពីខាងនេះឃើញចេះអញ្ចឹងខ្ញុំត្រូវសម្រាប់នៅក្នុងបន្ទប់ហ្នឹងគឺ3យប់ព្រោះខ្ញុំមកថ្ងៃច័ន្ទថ្ងៃទី1ខ្ញុំត្រូវទៅវិញថ្ងៃពហុបាទអញ្ចឹងគេង3យប់ខាងក្រៅបងប្អូនខាងក្រៅក៏ស្អាតដែរណាជាមួយខ្ញុំបើកខាងក្រៅមើលខ្ញុំបើកចេញមិញខាងក្រៅនេះបងប្អូននេះដែលខ្ញុំថាពីមុនគឺជា condo ហ្នឹងគឺដោយសារខ្ញុំឃើញចេះគេធ្វើ unit នេះចេញមកលក្ខណៈគឺ condo ទេណាអាគារមួយជុងយល់មកជួរកន្លែងនេះគឺដូចគ្នាទាំងអស់ហើយខាងក្រោមគឺមានអាងទឹកបាទអាងទឹកអីចឹងទៅនៅនោះ playground ខ្ញុំដើរវិញឃើញ playground នៅនោះហើយគេមាន space របស់គេបាទយើងអាចអង្គុយលេងអីយប់ឡើងអីខ្ញុំគិតថាអ៊ូអនៅនោះ landmark 5បើខ្ញុំ landmark 6 landmark 6កន្លែងដែលខ្ញុំនៅហ្នឹងអញ្ចឹងសម្រាប់ទីតាំងខ្ញុំអត់ detail ទេព្រោះខ្ញុំមកនេះគឺខ្ញុំមកក្នុងនៃការងាររបស់ខ្ញុំតខ្លួនទេបាទការងារបាទមកការងារទេហើយមិនមែនមក review ឬមួយក៏មក launch ពីប្រទេសគេអត់ទេគ្រាន់តែធ្វើជា vlog ធ្វើជាវីដេអូចែកជូនបងប្អូនអរគ្នាបានទស្សនាតែប៉ុណ្្នឹងឯងណាអញ្ចឹងថ្ងៃនេះថ្ងៃទី1បងប្អូនអរគ្នាអញ្ចឹងខ្ញុំមកពីភ្នំពេញព្រឹកមិញគឺខ្ញុំចេញមកម៉ោង7ខ្ញុំមកដល់ទឹកដីទីក្រុងហូជីមិញម៉ោង 1:25 នាទីថ្ងៃត្រង់
ហើយខ្ញុំអង្គុយញ៉ាំអីលេងនៅហាងកាហ្វេអេទីទួចយើងធ្វើដំណើរមកកន្លែងនេះមកដល់ស្មោះនេះគឺម៉ោងខ្ទង់ប្រហែលជាបាទម៉ោង2កន្លះខ្ញុំដល់ម៉ោង2កន្លះអញ្ចឹងឥឡូវយើងធ្វើការងារកាត់ប្លុកកាត់អីទីសិនខ្ញុំយកអីវ៉ាន់ខ្ញុំមកដែរហើយចាំទៅខំណាត់ជួបបងអង្គុយចែកគ្នាលេងហើយញ៉ាំអីបន្ថែមទៀតនឹងខំណាបាទអត់អីទេបាទស្អាតបើយើងមកម្នាក់ឯងបើខ្ញុំវិញខ្ញុំគេងម្នាក់ឯងចេះគឺយើងលក្ខណៈឯកជនភាពហ្មងគឺបាទតែឯងគឺឯកជនភាពល្អអត់អីទេបាទស្អាតចឹងអរគុណច្រើនបងប្អូនអរគ្នាណាចាំមើលមានឱកាសខ្ញុំទៅក្រមឬក៏ខ្ញុំទៅណាឃើញស្អាតខ្ញុំថតឲ្យបងប្អូនបានទស្សនាទៀតណាអរគុណបាយបាយ